ថៃមានយុទ្ធសាស្ត្រពិសេសអ្វីទើបហ៊ានល្មើសច្បាប់អន្តរជាតិជាច្រើនដងកំឡុងពេលនៃការប៉ះទង្គិចប្រដាប់អាវុធនៅតាមព្រំដែនជាច្រើនលើកថៃបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ទៅលើភាពហ៊ានហែកចោលកិច្ចព្រមព្រៀងសន្តិភាពនិងការទាត់ចោលបទឈប់បាញ់ដែលបានចរចាក្រោមការសម្របសម្រួលរបស់ប្រធានបដូវវេនអាស៊ានគឺនាយករដ្ឋមន្ត្រីអាន់វ៉ាអ៊ីប្រាហ៊ីមនិងមហាអំណាចអាមេរិកគឺលោកដូណាល់ត្រាំការសម្រេចចិត្តវាយប្រហារចូលមកលើទឹកដីកម្ពុជាដោយមិនគោរពច្បាប់និងប៉ះពាល់សិទ្ធិមនុស្សធ្ងន់ធ្ងរត្រូវបានគេមើលឃើញថាការវាយប្រហារដោយការមើលងាយទាំងកំរោលមកលើអធិបតេយ្យភាពរបស់កម្ពុជាសំណួរចោទសួរឡើងសំខាន់គឺហេតុអ្វីបានជាថៃហ៊ានល្មើសច្បាប់អន្តរជាតិនិងបំពានកិច្ចព្រមព្រៀងសន្តិភាពយ៉ាងធ្ងន់ធ្ងរបែបនេះតើថៃមានយុទ្ធសាស្ត្រអ្វីដើម្បីដោះស្រាយនាពេលក្រោយថៃពិតជាត្រូវបានគេមើលឃើញថាជាប្រទេសមួយដែលមានភាពប៉ិនប្រសប់ខ្ពស់នៅក្នុងការធ្វើកិច្ចការងារទូតនិងការ lobby ទៅលើឆាកអន្តរជាតិជារួមពាក្យថា lobby គឺមានន័យថាជាការចែកចៅជាការចរចាឬការបញ្ចេញឥទ្ធិពលឬក៏ការស្វែងរកការគ្រប់គ្រងនយោបាយដើម្បីភាពងាយស្រួលខ្ញុំនឹងប្រើពាក្យថា lobby នៅក្នុងវីដេអូនេះតែម្ដងយុទ្ធសាស្ត្ររបស់ថៃមិនមែនផ្អែកទៅលើការប្រើប្រាស់អំណាចយោធាទាំងស្រុងនោះទេប៉ុន្តែជាទូទៅគឺជាការប្រើ diplomacy ឬក៏កិច្ចការទូតឬ lobby ដែលជាការងារជាស្នូលយុទ្ធសាស្ត្រទូទៅរបស់ថៃគឺទំនាក់ទំនងជាមួយនឹងមហាអំណាចថៃមានទំនាក់ទំនងចាស់ទុំនិងល្អជាមួយនឹងមហាអំណាចលោកខាងលិចដូចជាសហរដ្ឋអាមេរិកនិងមហាអំណាចអាស៊ីដូចជាចិននិងជប៉ុនទំនាក់ទំនងនេះដើរតួជាខែលការពារនយោបាយនិងសេដ្ឋកិច្ចដ៏សំខាន់ដែលធ្វើឲ្យពិបាកសម្រាប់ស្ថាប័នអន្តរជាតិនៅក្នុងការដាក់សម្ពាធធ្ងន់ធ្ងរទៅលើប្រទេសថៃការទាញយកផលប្រយោជន៍ភូមិសាស្ត្រនយោបាយស្ថិតនៅចំកណ្ដាលតំបន់អាស៊ីអាគ្នេយ៍ថៃគឺជាច្រករបៀងសំខាន់សម្រាប់មហាអំណាចនានាទាំងយោធានិងសេដ្ឋកិច្ចនេះធ្វើឲ្យថៃមាន bargaining power ឬអំណាចនៅក្នុងការចរចាខ្ពស់ព្រោះប្រទេសណាដែលចង់មានឥទ្ធិពលនៅក្នុងតំបន់គឺចាំបាច់ត្រូវតែមានទំនាក់ទំនងល្អជាមួយនឹងប្រទេសថៃការប្រើប្រាស់ soft power យ៉ាងឆ្លាតវៃចំណុចដែលយើងត្រូវតែទទួលស្គាល់គឺជាការផ្សព្វផ្សាយវប្បធម៌ដូចជាម្ហូបអាហារភាពយន្តទេសចរគឺជាផ្នែកមួយដ៏ខ្លាំងក្លានៅក្នុងការ lobby របស់ថៃដែលធ្វើឲ្យរូបភាពរបស់ប្រទេសថៃមានភាពទាក់ទាញនិងអំណោយផលនៅក្នុងការចរចានយោបាយថៃមានប្រវត្តិយូរលង់ណាស់មកហើយនៅក្នុងការប្រើប្រាស់ការ lobby និងកិច្ចការទូតយ៉ាងប៉ិនប្រសប់ដើម្បីសម្រេចគោលដៅជាតិនិងរក្សាអធិបតេយ្យភាពរបស់ខ្លួនករណីធំនិងល្បីល្បាញបំផុតដែលបង្ហាញពីសមត្ថភាព lobby របស់ថៃរួមមាន1គឺជាការរក្សាឯករាជ្យនៅក្នុងសម័យអាណានិគមក្នុងសតវត្សទី19នេះគឺជាករណី lobby ដ៏អស្ចារ្យបំផុតនៅក្នុងប្រវត្តិសាស្ត្រថៃយុទ្ធសាស្ត្រ lobby របស់ថៃឬសម័យសៀមបានធ្វើកិច្ចការងារទូតបត់បែនដោយចរចាជាមួយនឹងមហាអំណាចអាណានិគមពីរគឺអង់គ្លេសនិងបារាំងថៃបានដើរតួជារដ្ឋបណ្ដាឬ buffer state រវាងអាណាចក្រទាំងពីរជាលទ្ធផលថៃបានបាត់បង់ទឹកដីខ្លះដូចជាផ្នែកខ្លះនៃប្រទេសឡាវកម្ពុជានិងម៉ាឡេស៊ីបច្ចុប្បន្នប៉ុន្តែបានរក្សាភាពឯករាជ្យជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមិនធ្លាប់ធ្លាក់ក្រោមអាណានិគមពេញលេញនេះគឺជាជ័យជំនះមួយទី2គឺជាការគ្រប់គ្រងទំនាក់ទំនងជាមួយនឹងមហាអំណាចនៅក្នុងសម័យសង្គ្រាមត្រជាក់ថៃបានធ្វើការ lobby យ៉ាងខ្លាំងក្លាដើម្បីទទួលបាននូវការគ្រប់គ្រងផ្នែកសេដ្ឋកិច្ចនិងយោធាពីសហរដ្ឋអាមេរិកថៃបានអនុញ្ញាតឲ្យសហរដ្ឋអាមេរិកប្រើប្រាស់មូលដ្ឋានទ័ពរបស់ខ្លួននៅក្នុងនាមជាសម្ព័ន្ធមិត្តសំខាន់ក្នុងការទប់ស្កាត់លទ្ធិកុម្មុយនីសនៅអាស៊ីអាគ្នេយ៍ជាលទ្ធផលថៃបានទទួលជំនួយហិរញ្ញវត្ថុនិងបច្ចេកវិទ្យាដ៏ច្រើនដែលបានរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់ខ្លួននិងបានពង្រឹងកងទ័ពថៃនេះគឺជាការប្រើប្រាស់ភូមិសាស្ត្រនយោបាយដើម្បី lobby ទាញយកផលប្រយោជន៍ទី3គឺការប្រើប្រាស់អង្គការអន្តរជាតិដូចជា UN, ICJ, UNESCO និងអាស៊ានថៃប្រើប្រាស់យន្តការរបស់អង្គការអន្តរជាតិដើម្បីជាខែលការពារឬជាវេទិកាចរចាដែលជួយកាត់បន្ថយសម្ពាធអន្តរជាតិលើសកម្មភាពយោធារបស់ខ្លួនការ lobby នៅក្នុងអង្គការសហប្រជាជាតិថ
ថៃបានប្រើប្រាស់បណ្ដាញទូតរបស់ខ្លួននៅក្នុងទីក្រុងញូវយ៉កដើម្បីធានាថាក្រុមប្រឹក្សាសន្តិសុខ UN នឹងមិនចេញដំណោះស្រាយកោតទោសឬដាក់ទណ្ឌកម្មទៅលើថៃឡើយទោះបីជាមានការប៉ះទង្គិចប្រដាប់អាវុធក្តីពួកគេបានព្យាយាមបញ្ចុះបញ្ចូលសមាជិកថាចំនួននេះជាបញ្ហាអាស៊ានដែលត្រូវដោះស្រាយដោយអាស៊ានផ្ទាល់ជាលទ្ធផលថៃបានជោគជ័យមួយផ្នែកនៅក្នុងការរារាំងការអន្តរាគមន៍ពេញលេញរបស់ UN ដែលអនុញ្ញាតឲ្យថៃបន្តជំហររឹងរូសរបស់ខ្លួននៅតាមព្រំដែនដោយគ្មានការគំរាមកំហែងពីកងទ័ពមួកខៀវការ lobby នៅក្នុង UNESCO បន្ទាប់ពីប្រាសាទព្រះវិហារត្រូវបានចុះបញ្ជីនៅក្នុងឆ្នាំ2008ថៃបានធ្វើការ lobby យ៉ាងខ្លាំងក្លាដើម្បីកុំឲ្យអង្គការ UNESCO ទទួលស្គាល់ផែនទីឬតំបន់ដែលកម្ពុជាបានស្នើសុំសម្រាប់ការអភិរក្សដោយលើកហេតុផលថាវាប៉ះពាល់ទៅដល់តំបន់ដែលកំពុងមានជម្លោះជាលទ្ធផលថៃបានជោគជ័យនៅក្នុងការពន្យាពេលនិងបង្កើតភាពស្មុគស្មាញនៅក្នុងដំណើរការអភិរក្សនិងការកំណត់ព្រំដែនជាក់ស្ដែងរបស់ UNESCO តាមរយៈគណៈកម្មការបេតិកភណ្ឌពិភពលោកការ lobby នៅក្នុងក្របខ័ណ្ឌអាស៊ានថៃបានប្រើប្រាស់គោលការណ៍មិនជ្រៀតជ្រែករបស់អាស៊ាននិងទំនាក់ទំនងជិតស្និទ្ធជាមួយនឹងប្រទេសសមាជិកដទៃដូចជាឥណ្ឌូនេស៊ីនិងម៉ាឡេស៊ីដើម្បី lobby ទាមទារឲ្យមានការសម្របសម្រួលរបស់ឥណ្ឌូនេស៊ីក្នុងនាមជាប្រធានអាស៊ានប៉ុន្តែបានបដិសេធមិនទទួលយកវត្តមានយោធាអន្តរជាតិរួមទាំងអ្នកអង្កេតការណ៍ឥណ្ឌូនេស៊ីពេញលេញនៅតាមបន្ទាត់ព្រំដែនឡើយគោលបំណងគឺរក្សាឥទ្ធិពលការចរចាឲ្យស្ថិតនៅក្នុងកណ្ដាប់ដៃខ្លួនឯងជាលទ្ធផលអាស៊ានបានចេញសេចក្តីថ្លែងការណ៍អំពីវិនិយោគឲ្យមានការឈប់បាញ់ប៉ុន្តែមិនបានដាក់សម្ពាធនយោបាយឬសេដ្ឋកិច្ចធ្ងន់ធ្ងរទៅលើថៃឡើយដែលធ្វើឲ្យថៃមានលទ្ធភាពបំពានបទឈប់បាញ់ម្ដងម្កាលទៀតទី4ការប្រើប្រាស់ soft power និងទេសចរណ៍ថៃបានធ្វើការ lobby យ៉ាងសកម្មនៅតាមរយៈការផ្សព្វផ្សាយឧស្សាហកម្មទេសចរណ៍និងវប្បធម៌របស់ខ្លួនពួកគេបានបង្កើតរូបភាពមួយដែលថៃជាប្រទេសប្រជាធិបតេយ្យនិងបើកចំហដែលជាកន្លែងទេសចរដ៏មានសុវត្ថិភាពជាលទ្ធផលការ lobby នេះបានជួយទាក់ទាញវិនិយោគិននិងភ្ញៀវទេសចររាប់លាននាក់ដែលផ្ដល់ឥទ្ធិពលសេដ្ឋកិច្ចដែលពិបាកនឹងបដិសេធរូបភាពវិជ្ជមានទាំងនេះក៏ជួយកាត់បន្ថយការរិះគន់ពីអន្តរជាតិនៅពេលដែលមានបញ្ហានយោបាយផ្ទៃក្នុងផងដែរទី5គឺជាការ lobby របស់ថៃជាមួយនឹងសារព័ត៌មានអន្តរជាតិក្រៅពីការធ្វើកិច្ចការទូតជាមួយនឹងស្ថាប័នរដ្ឋាភិបាលនិងអង្គការអន្តរជាតិយុទ្ធសាស្ត្រមួយដ៏សំខាន់របស់ថៃគឺជាការប្រើប្រាស់ media lobbying ដើម្បីបង្កើតនិងគ្រប់គ្រងទស្សនៈអន្តរជាតិជុំវិញចំនួនព្រំដែនកម្ពុជានិងថៃនិងជាបញ្ហានយោបាយផ្ទៃក្នុងផ្សេងៗចា៎ដោយផ្អែកលើតថភាពទាំងអស់នេះបញ្ហារវាងកម្ពុជាថៃនាពេលបច្ចុប្បន្នភាពក្លាហានរបស់ប្រទេសថៃនៅក្នុងការល្មើសច្បាប់អន្តរជាតិការហ៊ានហែកកិច្ចព្រមព្រៀងសន្តិភាពដែលចុះហត្ថលេខាដោយមហាអំណាចពាក់ព័ន្ធទៅនឹងចំនួនកម្ពុជាថៃក៏អាចវិភាគបានតាមទស្សនៈដូចជាទី1គឺផលប្រយោជន៍ជាតិជាចម្បងដោយដែលបានលើកឡើងពីមុននៅក្នុងនយោបាយអន្តរជាតិរដ្ឋតែងដាក់ផលប្រយោជន៍ជាតិកម្ពុជាខ្ពស់ជាងការគោរពច្បាប់អន្តរជាតិទាំងស្រុងជាពិសេសនៅពេលដែលចំនួននោះជាចំនួនដែនដីឬបូរណភាពទឹកដីនៅពេលដែលថៃមានអារម្មណ៍ថាអធិបតេយ្យភាពឬជាការទាមទាររបស់ខ្លួនត្រូវបានរងការគំរាមកំហែងនៅក្នុងបរិបទចំនួនប្រាសាទព្រះវិហារជាដើមគឺអាចធ្វើឲ្យពួកគេហ៊ានបោះបង់ចោលកិច្ចព្រមព្រៀងចាស់ដើម្បីការពារអ្វីដែលខ្លួនជឿថាជាកម្មសិទ្ធិរបស់ខ្លួនទី2គឺទំនុកចិត្តទៅលើប្រព័ន្ធ lobby របស់ខ្លួនថៃមានទំនុកចិត្តថាទោះបីជាពួកគេធ្វើសកម្មភាពដែលត្រូវបានគេចាត់ទុកថាជាការល្មើសក៏ដោយក៏ពួកគេនៅតែអាចប្រើប្រាស់បណ្ដាញទំនាក់ទំនងនិង lobby របស់ខ្លួនដើម្បីរារាំងឬបង្វែរការដាក់ទណ្ឌកម្មធ្ងន់ធ្ងរពីសហគមន៍អន្តរជាតិបានភាពជាសមាជិកដ៏សំខាន់នៅក្នុងអាស៊ាននិងការគាំទ្រពីមហាអំណាចជួយកាត់បន្ថយហានិភ័យនៃផលវិបាកជាអន្តរជាតិទី3គឺទំនុកចិត្តនៅក្នុងការគ្រប់គ្រងនីតិកថាតាមរយៈសារព័ត៌មានអន្តរជាតិគោលដៅចម្បងនៃការ lobby នេះគឺដើម្បីធានាថាប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិដូចជា CNN, BBC, The New York Times, Reuters នឹងរាយការណ៍អំពីចំនួនដែលមានភាពអព្យាក្រឹតឬផ្អៀងទៅរកការនិទានកថារបស់ថៃ
ដើម្បីអនុវត្តគោលដៅឲ្យមានប្រសិទ្ធភាពនិងការប្រើប្រាស់ទីភ្នាក់ងារទំនាក់ទំនងសាធារណៈបរទេសថៃបានជួលក្រុមហ៊ុន PR ធំៗនៅក្នុងទីក្រុងសំខាន់ៗដូចជា Washington DC ដើម្បីជួយរៀបចំសារនិងចែកចាយព័ត៌មានដែលគាំទ្រជំហររបស់ថៃទៅកាន់អ្នកសារព័ត៌មានបរទេសការបង្កើតរូបភាពថាថៃគឺជាជនរងគ្រោះនៃភាពតានតឹងព្រំដែនឬកំពុងការពារដែនដីរបស់ខ្លួនយ៉ាងស្របច្បាប់ការផ្ដល់ភាពងាយស្រួលដល់អ្នកសារព័ត៌មានការរៀបចំដំណើរទស្សនកិច្ចនិងសន្និសីទសារព័ត៌មានសម្រាប់អ្នកសារព័ត៌មានអន្តរជាតិនៅក្នុងតំបន់ជម្លោះឬនៅក្នុងរាជធានីបាងកកដើម្បីធានាថាអ្នកសារព័ត៌មានទទួលបានព័ត៌មានតែភាគីតែមួយគឺភាគីថៃនិងផ្ដល់ទិដ្ឋភាពដែលបង្ហាញពីហេតុផលរបស់ថៃការបង្វែរចំណាប់អារម្មណ៍នៅពេលដែលមានការរិះគន់ខ្លាំងចំពោះការបំពានសិទ្ធិមនុស្សឬកិច្ចព្រមព្រៀងថៃបានព្យាយាមបង្វែរការយកចិត្តទុកដាក់របស់សារព័ត៌មានទៅកាន់ soft power ដូចជាទេសចរឬកំហូបអាហារឬបញ្ហាសេដ្ឋកិច្ចនៅក្នុងតំបន់វិញការធ្វើបែបនេះគឺដើម្បីកាត់បន្ថយការផ្សាយអវិជ្ជមាននិងរក្សារូបភាពវិជ្ជមានរបស់ប្រទេសជាទូទៅយុទ្ធសាស្ត្រការចោទប្រកាន់ទៅលើភាគីម្ខាងទៀតនៅក្នុងបទសម្ភាសន៍និងសេចក្តីថ្លែងការណ៍ថៃបានប្រើប្រាស់វោហារសាស្ត្រដើម្បីចោទប្រកាន់កម្ពុជាថាជាអ្នកបង្កហេតុមុនឬបំពានកិច្ចព្រមព្រៀងការបង្កើតឲ្យមានភាពសង្ស័យនិងអព្យាក្រឹតភាពនៅក្នុងការសរសេរព័ត៌មានអន្តរជាតិដោយបង្ខំឲ្យអ្នកសារព័ត៌មានបង្ហាញនូវទស្សនៈទាំងសងខាងជំនួសឲ្យការថ្កោលទោសតែមួយភាគីការប្រើប្រាស់ការ lobby ជាមួយសារព័ត៌មានបានជួយឲ្យថៃកាត់បន្ថយសម្ពាធសីលធម៌យ៉ាងខ្លាំងនៅពេលដែលប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិរាយការណ៍ថាចំនួននេះជាការប៉ះទង្គិចរវាងភាគីទាំងពីរជំនួសឲ្យការឈ្លានពានរបស់ថៃវាជួយឲ្យសកម្មភាពយោធារបស់ថៃមើលទៅស្របច្បាប់ជាងមុននៅក្នុងក្រសែភ្នែករបស់ពិភពលោកសរុបមកភាពក្លាហាននេះគឺជាការបញ្ចូលគ្នារវាងការជឿជាក់ទៅលើកម្លាំងនយោបាយនិងបណ្ដាញ lobby ដ៏រឹងមាំដែលអាចបង្វែរការចាប់អារម្មណ៍អន្តរជាតិពីការឈ្លានពានទៅជាចំនួនព្រំដែនដែលត្រូវដោះស្រាយតាមយន្តការទ្វេភាគីឬក្នុងតំបន់វិញហើយគេចផុតពីការថ្កោលទោសផ្នែកច្បាប់អន្តរជាតិធ្ងន់ធ្ងរចង់ឈ្នះសត្រូវយើងត្រូវដឹងនិងរៀនសូត្រពីចំណុចខ្លាំងរបស់គេជាមុនសិនហើយខ្ញុំសង្ឃឹមយ៉ាងមុតមមទៅលើការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជាសូមផ្ញើក្តីគោរពអស់ពីចិត្តសម្រាប់បងវីរៈកងទ័ពដែលបានលះបង់សម្រាប់ជាតិមាតុភូមិយើងហើយខ្ញុំសង្ឃឹមថាអ្វីៗនឹងល្អប្រសើរនៅក្នុងពេលឆាប់ៗនេះអរគុណបងប្អូនជួបគ្នានៅវីដេអូក្រោយជម្រាបលា